វាសនានិងធិរិទ្ធជាមិត្តសម្លាញ់នឹងគ្នាថ្ងៃមួយវាសនាក៏បានបបួលធិរិទ្ធដើម្បីធ្វើដំណើរចូលទៅក្នុងព្រៃដោយសារតែពួកគេទាំងពីរនាក់មានចំណង់ចំណូលចិត្តដើរព្រៃដូចគ្នាពួកគេក៏បានសម្រេចចិត្តចូលព្រៃទាំងពីរនាក់ការធ្វើដំណើរពួកគេគឺមានរយៈពេល2យប់3ថ្ងៃដោយសារតែពួកគេធ្វើដំណើរដោយថ្មើរជើងទើបចំណាយពេលយូរបែបនេះព្រៃដែលពួកគេទៅនោះមានឈ្មោះថាព្រៃអាគមក្រោយធ្វើដំណើរអស់ជាច្រើនយប់ច្រើនថ្ងៃពួកគេទាំងពីរនាក់ក៏បានទៅដល់គោលដៅដែលពួកគេចង់ទៅពេលទៅដល់ព្រៃអាគមនេះភ្លាមដោយមានស្រួលក្នុងចិត្តធិរិទ្ធក៏បាននិយាយថាវាសនាគ្នាមានអារម្មណ៍ថាព្រៃនេះដូចជាមិនសូវស្រស់សោះពេលនោះវាសនាក៏បានតបទៅធិរិទ្ធវិញភ្លាមយ៉ាងម៉េចនឹងធិរិទ្ធហេតុអីក៏ឯងនិយាយបែបនេះហើយវាសនាក៏បានបន្តទៅទៀតថាវាគ្មានអ្វីទេព្រៃគឺវាអញ្ចឹងហើយពេលវាមានខ្យល់បក់វាត្រជាក់ហើយក៏មានឮសំឡេងស្លឹកឈើបែបនេះបែបនោះឯងពេលវាសនានិយាយហើយធិរិទ្ធក៏តបមកវាសនាវិញថាតែគ្នាឆ្ងល់សំឡេងស្លឹកឈើអីមិនក៏ដូចជាសំឡេងមនុស្សសើចអញ្ចឹងពេលនោះវាសនាគេក៏អស់សំណើចជាមួយធិរិទ្ធដោយពួកគេទាំងពីរនាក់រំភើបជាមួយបរិយាកាសនៅក្នុងព្រៃនោះក៏បានធ្វើឲ្យពួកគេទាំងពីរនាក់បានភ្លេចនៅរឿងរ៉ាវដែលពួកគេបាននិយាយគ្នាមុននេះបន្តិចមិនបងអង្យូរពួកគេទាំងពីរនាក់ក៏បាននាំគ្នារៀបចំនៅកន្លែងដេកនៅពេលរៀបចំកន្លែងដេករួចរាល់ពួកគេក៏នាំគ្នាប្រញាប់ប្រញាល់ធ្វើម្ហូបនោះផងដែរគឺពួកគេបានដាក់មកពីផ្ទះគឺសាច់គោប្រឡាក់ហើយហាលស្ងួតទៀតផងពេលនោះធិរិទ្ធក៏បានបង្កាត់ភ្លើងហើយវាសនាក៏បានយកសាច់គោចេញពីប្រអប់ហើយបាននិយាយថាយើងអាំងតែ2ដុំបានហើយបន្តនិយាយទៀតថាសាច់នេះស្ងួតល្អណាស់អាំងមិនយូរទេនឹងឆាប់ឆ្អិនបានហូបហើយធិរិទ្ធឯងមើលសាច់ផងគ្នាទុកលើចានគ្នាទៅរកអស់មកបន្ថែមទៀតឯងរៀបចំដាំបាយមុនទៅនិយាយរួចហើយវាសនាក៏ដើរចេញទៅធិរិទ្ធរៀបចំដាំបាយតាមវាសនាប្រាប់ពេលដែលវាសនាត្រឡប់មកពីរកអស់ក៏បានមើលទៅសាច់ប្រឡាក់ស្រាប់តែឃើញប្រអប់ដាក់សាច់និងបើគម្របហើយឃើញសាច់គោប្រឡាក់នៅលើចាន3ដុំហើយសើមទៀតដូចជាមាននរណាគេយកទៅលាងអញ្ចឹងពេលនោះវាសនាក៏បានសួរទៅធិរិទ្ធថាធិរិទ្ធហេតុអីឯងដាក់សាច់ថែមមួយទៀតហើយឯងលាងសាច់បែបនេះអស់រសជាតិហើយ
ដោយសារលើបែបនេះធារិតតបទៅវាសនាវិញភ្លាមអត់ទេសាច់នឹងគ្នាឃើញតាំងពីឯងទៅរកអស់ម្លេះឯងនិយាយថាអង្គតែពីរដុំតែពេលគ្នារៀបចំដាំបាយគ្នាក៏មើលឃើញសាច់3ដុំហើយប្រអប់ក៏មិនបានបិទវិញក្នុងគ្រានោះដែរអមនុស្សក៏បានបញ្ចេញសំឡេងគ្រោះហឹមដើម្បីឲ្យវាសនានឹងធារិតខ្លាចតែផ្ទុយទៅវិញវាសនានឹងធារិតគ្មានភាពខ្លាចញញើតនឹងអមនុស្សនឹងបន្តិចឡើយដោយសារពួកគេទាំងពីរនាក់ក៏ចេះអាគមដែរហើយសាច់គោដែលសើមហើយយកមកដាក់នឹងចានថែមមួយដុំទៀតវាសនានឹងធារិតក៏បានដឹងដែរថាជាអមនុស្សជាអ្នកធ្វើសាច់សើមដោយសារវាស៊ីក្រោយពេលវាសនានឹងធារិតធ្វើម្ហូបឆ្អិនរួចអស់ពួកគេទាំងពីរនាក់នំគ្នាហូបបាយរួចហើយក៏ជប់គេងកន្លែងគេងពួកគេទាំងពីរនាក់នៅខាងក្រោមដើមឈើដ៏ធំមួយដើមឈើនឹងផងដែរជាកន្លែងឬក៏ជាផ្ទះរបស់អមនុស្សពេលយប់ដែលពួកគេទាំងពីរនាក់កំពុងដេកគឺដេកមិនស្រួលសោះពួកគេបំរុងនឹងដេកលក់ហើយស្រាប់តែឃើញនៅអ្វីគ្រប់បែបយ៉ាងដូចជាមនុស្សសក់វែងលៀនអណ្ដាតវែងសត្វឆ្កែព្រៃនិងមនុស្សមានដើរកាន់ក្បាលខ្លួនឯងទៀតផងពេលឃើញបែបនេះពួកគេទាំងពីរនាក់បើកភ្លើងមើលតែមើលមិនឃើញសោះរូបភាពទាំងអស់នោះជាការបំភាន់ភ្នែករបស់អមនុស្សដោយការទ្រាំលែងបានវាសនានឹងធារិតក៏បានប្រើនៅអាគមគិថាដែលពួកគេបានរៀនដើម្បីបង្ក្រាបអមនុស្សនោះពេលនោះពួកគេបាននិយាយឆ្លងឆ្លើយជាមួយអមនុស្សដោយពួកគេទាំងពីរនាក់ចង់សម្រាកនៅទីនេះពី3យប់ហេតុអីរំខានគេដោយទ្រាំនឹងការឈឺចាប់របស់អាគមគាថាវាសនានឹងធារិតមិនបានវាក៏យល់ព្រមឈប់រំខានវាសនានឹងធារិតទៀតហើយពួកគេទាំងពីរនាក់ក៏បានដោះលែងអមនុស្សនោះវិញក្រោយបានសម្រាកនៅព្រៃជាច្រើនយប់ច្រើនថ្ងៃក៏ដល់ថ្ងៃត្រឡប់មកផ្ទះវិញវាសនានឹងធារិតធ្វើដំណើរត្រឡប់មកផ្ទះវិញតាមផ្លូវដោយសុវត្ថិភាពហើយសាច់រឿងរបស់យើងក៏ឈានដល់ទីបញ្ចប់បើពាក្យពេចន៍កន្លែងណាមិនសមរម្យសូមការអធិស្ឋាននិងអភ័យទោសពីអ្នកទាំងអស់គ្នាផងសូមអរគុណ